ចាគោរពជំរាបសួរទៅកាន់អ៊ំពូមីងសម្រាប់ថ្ងៃនេះនាងខ្ញុំសូនស្រីធម៌មកចែករំលែកអំពីប្រធានបទមួយអំពីបញ្ហាជំងឺរលាកសរសៃកែងជើងផងដែរតែជំងឺនេះគឺកើតមានច្រើនមែនទែននៅពេលបច្ចុប្បន្ននេះតែគេសង្កេតឃើញថាអ្នកដែលគាត់កើតច្រើននោះគឺខ្ទង់វ័យចាប់ពី45ឆ្នាំឡើងទៅហើយតើតើជាមួយនឹងបញ្ហានៃការរលាកនេះភាគច្រើនគឺចាប់ផ្ដើមមានការរលាកនៅតំបន់ជើងដូចជានៅបាតជើងចានៅកន្លុកកន្លាក់ដូចជាកែងជើងហើយអាចនឹងមានការហើមនៅតាមបាតជើងឬក៏អាចភាគច្រើនគឺនៅលើម្រាមជើងផងដែរអញ្ចឹងនៅពេលដែលមានការហើមអាចមានអារម្មណ៍ថាឈឺចុកចាប់ហើយបញ្ហាទាំងអស់ហ្នឹងកើតឡើងភាគច្រើនគឺអ្នកដែលគាត់ឧស្សាហ៍ធ្វើចលនាហាត់ប្រាណប្រើកម្លាំងខ្លាំងពេកអ្នកដែលគាត់រត់ប្រណាំងហើយប៉ុន្តែបញ្ហាមួយចំនួនហ្នឹងគឺកើតចំពោះអ្នកដែលគាត់លើសជាតិអាស៊ីតផងដែរគឺបញ្ហាខ្លាំងតែម្ដងនៅពេលដែលគាត់មានបញ្ហាលើសជាតិអាស៊ីតគឺភាគច្រើនគឺហើមនៅតាមម្រាមជើងជាពិសេសគឺមេជើងតែម្ដងអាចនឹងមានកោស្អុយមេជើងអាចនឹងមានការហើមមានខ្ទុះហើយគឺវាចាប់ផ្ដើមក្តៅនៅបាតជើងនៅតែម្ដងក្តៅភាយចាក់ដោយមជុលជីបនៅតាមបាតជើងពិបាកធ្វើចលនាបត់បែនជាពិសេសដើរទៅមានអារម្មណ៍ថាខ្ញួចនៅបាតជើងអញ្ចឹងបើសិនជាអ៊ំពូមីងដែលកំពុងតែមានបញ្ហាតើទៅជាមួយនឹងការរលាកនៅសរសៃកែងជើងនេះកុំភ្លេចជាមួយនឹងផលិតផលវិហូបគឺបកាយខ្លាំងមែនទែននៅពេលដែលប្រើប្រាស់ទៅទទួលបានលទ្ធផលល្អមែនទែនគឺបាត់ក្តៅបាត់ហើមបាត់ឈឺចុកចាប់អញ្ចឹងចង់ដឹងព័ត៌មានកាន់តែច្បាស់អំពីផលិតផលអាចឆាតចុះ page ដើម្បីធ្វើការប្រឹក្សាសុខភាពឲ្យបានច្បាស់ផងដែរអរគុណច្រើន